cái đây ngàyនេះគឺជារឿងក្តីរបស់សាដាអាបេដែលគាត់គឺជាឃាតករស្រីដែលល្បីប្រចាំប្រទេសជប៉ុនហ្មងដោយសារតែគាត់សម្លាប់ហើយកាត់ប្រដាប់ភេទរបស់គូស្នេហ៍របស់គាត់ហើយហូតគេខ្លួនជាមួយនឹងប្រដាប់ភេទហ្នឹងអស់តែ3ថ្ងៃហើយប្រដាប់ភេទហ្នឹងគឺគាត់ដាក់ជាប់ខ្លួនរហូតវីដេអូមួយនេះ sponsor ដោយក្របហា accessory របស់ខ្ញុំសម្រាប់បងអូនណាដែលគាត់កំពុងតែត្រូវការ accessory ដូចជាខ្សែកខ្សែដៃកវលជៀនកងដៃមួកដែលមានម៉ូតលយលយ cute shoot ម៉ូតប្លែកៗនិយាយទៅពាក់អត់ជន់គេហើយតម្លៃធូរថ្លៃគឺគាត់អាចមកអុកនៅ Loli បានដោយ Loli គឺមានទីតាំងលើផ្លូវ566កែង287នៅជិត37មករាម្ដុំទូកគាត់បងអញ្ចឹងបងអូនអាចមកមើលផ្ទាល់ហើយរកផ្ទាល់ដល់ទីតាំងហាងបានហើយសម្រាប់បងអូនណាដែលគាត់ចង់ order online ក៏អាច order បានដែរចាំខ្ញុំដាក់ IG Facebook Telegram ហើយនិង TikTok នៅក្រោយហ្នឹងមួយទៀតបើសិនជាចង់មើលម៉ូតថាច្រើនបងអាចចូល join ក្រុម Telegram ដែលខ្ញុំដាក់ QR នៅលើហ្នឹងបានអញ្ចឹងចាំជួយមក support ក្របហា accessory របស់ខ្ញុំទាំងអស់គ្នាផងអរគុណសាណាអាបេគាត់កើតនៅតុកឈូប្រទេសជប៉ុនកាលពីឆ្នាំ1905ដោយគាត់គឺជាកូនទី7នៅក្នុងចំណោមបងប្អូន8នាក់ដោយក្នុងគ្រួសាររបស់គាត់នោះគឺមានជីវភាពរៀងសមរម្យដែររៀងមានដែរប៉ុន្តែនៅក្នុងព័ត៌មានដែលខ្ញុំអានហ្នឹងគឺគេនិយាយថាបងប្អូនទាំង8នាក់របស់គាត់ហ្នឹងគឺនៅរស់ត្រឹមតែ4នាក់ឯងសាណាគាត់ត្រូវបានឪពុកម្ដាយគាត់ទម្លាក់ជាងគេផ្ដល់ឲ្យច្រើនជាងគេដោយផ្ដល់ឲ្យទៅរៀនរំរៀនជ្រៀងរៀនលេខចំបៃរបស់ជប៉ុនដែលគេហៅថា Shamisen ហ្នឹងណាអ្នកនេះគឺនិយាយទៅគឺផ្ដល់ឲ្យច្រើនហ្មងរហូតដល់នៅពេលដែលសាណាគាត់មានអាយុ14ឆ្នាំគាត់ត្រូវបានគេរំលងបំពេញតែហេតុលើកហ្នឹងឯងដែលធ្វើឲ្យគាត់នឹងផ្លាស់ប្ដូរអត្តចរិតគាត់ទាំងស្រុងហ្មងពីក្មេងម្នាក់ដែលគួរឲ្យស្រឡាញ់ទៅជាក្មេងម្នាក់ដែលមានបញ្ហាអ្នកនរគ្នាដែលធ្វើឲ្យឪពុកម្ដាយគាត់ហ្នឹងគឺអត់មានទៅលួងលោមកូនទៅផ្ដល់ទឹកចិត្តឲ្យកូននេះថែមទាំងលួងកូនទៅកន្លែងតំបន់មួយដូចថាកន្លែងដែលគេបណ្ដុះបណ្ដាលអ្នកដែលកំដរភ្ញៀវដែលជប៉ុនគឺគេហៅថាកេសាហ្នឹងចាប់ខ្ញុំដាក់រូបលើហ្នឹងគឺនារីនេះម្នាក់ដែលមុខគាត់ហើយកេសាហ្នឹងគឺស្លៀកពាក់បែបត្រង់ជាបីនៃជប៉ុនដែលឡើងលើឆាកដើម្បីច្រៀងឬក៏រាំឬក៏ដេញចំបៃដើម្បីកំដរអារម្មណ៍ភ្ញៀវប៉ុន្តែភាគច្រើនការជិះរង្វាន់1930ជាងកាប់នៅក្នុងប្រទេសជប៉ុនហ្នឹងមិនមែនធម្មតាប៉ុណ្ណឹងទេណាគឺភាគទៅគឺកំដរភ្ញៀវទទួលភ្ញៀវគេមួយភ្ញៀវអីបែបចាប់ដែរចឹងសាណាហ្នឹងគឺគាត់បានធ្វើអាជីពនឹងអស់រយៈពេល5ឆ្នាំនៅកន្លែងដែលពួកគាត់គាត់ទៅហ្នឹងណាគឺតាំងពីគាត់អាយុ17ឆ្នាំរហូតដល់គាត់អាយុ22ឆ្នាំបាទគាត់ចេញពីកន្លែងហ្នឹងប៉ុន្តែពេលដែលគាត់ចេញពីកន្លែងហ្នឹងគឺជីវិតគាត់អត់ប្រសើរឡើងទេគឺគាត់បាននៅតែប្រកបអាជីពដដែលប៉ុន្តែមិនមែនជាអ្នករួមជាអីទេគឺជាអ្នកស្រីបំរើផ្លូវភេទយកមកហើយនៅការចំនួនមុនហ្នឹងនៅប្រទេសជប៉ុននៅពេលដែលយើងរកស៊ីខាងបំរើផ្លូវភេទហ្នឹងគឺតែងតែមាន license អ្នកនរគ្នានារីដែលគាត់ប្រកបអាជីពហ្នឹងគាត់តែគាត់មាន license បានគាត់ប្រកបអាជីពហ្នឹងបានប៉ុន្តែសាណាគឺគាត់អត់មាន license ទេអញ្ចឹងក៏គាត់ត្រូវបានគេចាប់ខ្លួនប៉ុន្តែគាត់ក៏ត្រូវបានគេដោះលែងវិញដោយសារតែមានបរិយាម្នាក់ជួយគាត់ដោយបរិយាម្នាក់ហ្នឹងគាត់មានឈ្មោះថាគេ Nosuke Kasahara ដែលគាត់ស្គាល់គេច្រើនអញ្ចឹងគាត់បានជួយសាដាឲ្យចេញពីកន្លែងចាប់ខ្លួនហ្នឹងអញ្ចឹងនៅក្នុងឆ្នាំ1934ហ្នឹងគឺពីអ្នកគាត់ក៏បានលួចតាក់ទងគ្នាដោយសារគេ Nosuke ហ្នឹងគឺគាត់មានប្រពន្ធហើយណាគ្នាអញ្ចឹងប៉ុន្តែគាត់នៅតែលួចមានសាដាជាស្រីគាត់អញ្ចឹងទៅគាត់តែផ្គប់គង់លុយទិញផ្ទះទិញអីឲ្យនៅអញ្ចឹងទៅពួកគាត់តាក់ទងគ្នាបានប្រហែលជាអត់យូរណាស់ទៀតពួកគាត់ក៏បានបែកគ្នាវិញនៅពេលដែលពីអ្នកគាត់បែកគ្នាគឺសាណាគឺគាត់បានចូលធ្វើការនៅភោជនីយដ្ឋានមួយកន្លែងដោយពេលដែលចូលធ្វើការហ្នឹងគាត់ក៏បានលួចតាក់ទងជាមួយនឹងម្ចាស់ភោជនីយដ្ឋានហ្នឹងទៀតដែលមានឈ្មោះថា Ishida និយាយទៅឈ្មោះគាត់រៀងវែងដែរប៉ុន្តែខ្ញុំសូមហៅកាត់ដោយសារឈ្មោះជប៉ុនបានអានពេលអ្នកនរគ្នាអញ្ចឹងគាត់ក៏បានលួចតាក់ទងជាមួយនឹងបុរសដែលជាម្ចាស់ភោជនីយដ្ឋានមួយហ្នឹងដោយសារបុរសហ្នឹងគឺគាត់មានប្រពន្ធហើយអីអញ្ចឹងគាត់លួចតាក់ទងគ្នាបែបស៊ីជម្រៅអីចឹងទៅដោយ Ishida ហ្នឹងគឺគាត់មានអាយុ42ឆ្នាំហើយអ្នកនរគ្នាហើយពួកគាត់តែងតែលួចជួបគ្នានៅសន្តាគារនៅអីចឹងទៅនិយាយទៅលួចតាក់ទងគ្នាក្រោយខ្នងប្រពន្ធអីចឹងណាអញ្ចឹងរហូតពីមួយថ្ងៃទៅគឺសាដាគឺគាត់មានអារម្មណ៍ថាគាត់រកឃើញស្នេហ៍ប៉ាត់អីតាំងពីមុនមកគឺគាត់ដែរស្គាល់ស្នេហ៍ប៉ាត់អីប៉ុន្តែនៅពេលដែលគាត់ស្គាល់ Ishida ទៅគឺគាត់មានអារម្មណ៍ថាគាត់ចេះស្រឡាញ់គាត់ដឹងថាការស្រឡាញ់នឹងអីគេនិយាយទៅគឺសាដាហ្នឹងគឺគាត់ងប់ងល់ជាមួយនឹង Ishida ខ្លាំងមែនតើមកប៉ុន្តែ Ishida គឺគាត់គឺជាបរិបទម្នាក់ដែលមានស្រីច្រើនយើងមើលតែដឹងទៅពេលដែលគាត់តាក់ទងសាដាហ្នឹងគឺគាត់មានប្រពន្ធបានឯហ្នឹងអញ្ចឹងក្រៅពីសាដាក៏គាត់តាក់ទងជាមួយនឹងនារីផ្សេងទៀតដែរដែលធ្វើឲ្យសាដាហ្នឹងគឺគាត់ប្រចាំឯនោះគ្នាគឺគាត់ហួងហែងចាប់ដៃចេះប្រចាំចេះអីអញ្ចឹងទៅរហូតដល់ Ishida គឺគាត់ខូចពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់សាដាគឺគាត់ទ្រាំអត់បានអ្នកនរគ្នាគឺគាត់អត់ចង់ឲ្យ Ishida ទៅលវីល្ងជាមួយនឹងស្រីណាក្រៅពីគាត់ឯងសូម្បីតែប្រពន្ធដើមគេអ្នកនរគ្នាអញ្ចឹងគាត់ក៏រៀបគម្រោងការធ្វើឃាតដោយសារតែគាត់គិតថាបើសិនជាគាត់ធ្វើឃាតសម្រាប់ទៅលើ Ishida ទៅគឺគាត់អត់អាចទៅរកស្រីណាផ្សេងក្រៅពីសាដាបានទេរហូតដល់ថ្ងៃទី18ខែ5ឆ្នាំ1936នៅពេលដែលគាត់លួចទៅជួបគ្នាដោយគាត់ដងហ្នឹងគឺគាត់បានជួបគ្នានៅសន្តាគារមួយកន្លែងហ្នឹងទៅអញ្ចឹងនៅពេលដែលគាត់កេងជាមួយគ្នាហើយនៅពេលដែល Ishida គឺគាត់កេងលក់ហ្នឹងគឺសាដាគឺគាត់បានយកអាខ្សែក្រវ៉ាត់ចងដុំរបស់គាត់ដែលរកជប៉ុនអាខែហោនៅនេះគឺគាត់បានយកមកហិតក Ishida ដែលធ្វើ Ishida ហ្នឹងគឺស្លាប់នៅក្នុងកន្លែងបន្ទាប់ពីគាត់សម្លាប់ហើយគឺគាត់បានយកកបិតដែលគាត់ដាក់តាមខ្លួនហ្នឹងយកមកកាត់ប្រដាប់ភេទរបស់ Ishida ទាំងអស់ហ្នឹងហ្មងអ្នកនរគ្នាយកមកកាត់ហើយ
ហុំខ្ចប់ជាមួយនឹងកាបូបទស្សនាដីហើយបន្ទាប់មកគាត់ដាក់ជាមួយនឹងក្នុងកាបូបរបស់គាត់ហើយគាត់ដើរចេញទៅប៉ុន្តែមុននឹងចេញហ្នឹងគឺគាត់បានយកឈាមរបស់ Ishida ហ្នឹងមកទៅសេឈ្មោះគាត់នៅលើដៃនៅលើទៅរបស់ Ishida ទៀតទៅគឺ obsess ជាមួយ Ishida ខ្លាំងមែនតើមកអញ្ចឹងបន្ទាប់ពីគាត់ធ្វើរឿងហៅទាំងអស់ហ្នឹងហើយគឺម៉ោង8 ព្រឹកគឺគាត់បានចេញពីអូតែលមួយហ្នឹងដល់ពេលដែលគាត់ចេញទៅឯងហ្នឹងគឺគាត់បានប្រាប់បុគ្គលិកដែលធ្វើការនៅក្នុងអូតែលហ្នឹងប្រាប់ថាកុំឲ្យឡើងទៅរំខាន Ishida ដោយសារ Ishida កំពុងតែគេអីចឹងណាអញ្ចឹងគាត់ក៏បានរត់គេចខ្លួនទៅប៉ុន្តែក្នុងកំឡុងពេលដែលគាត់រត់គេចខ្លួនបានហ្នឹងណាគឺគាត់ដើរ shopping គាត់ដើរទៅនេះទៅនោះដោយការកាបូបរបស់គាត់ដោយមានប្រដាប់ភេទរបស់ Ishida នៅក្នុងនោះនិយាយទៅគឺការជាប់ខ្លួនរហូតនិយាយទៅរយៈពេល3ថ្ងៃក្រោយមកបានប៉ូលីសគេចាប់ខ្លួនគាត់បានហើយនៅពេលដែលចាប់ខ្លួនហ្នឹងគឺនៅសន្តាគារដែលគាត់ស្នាក់នៅហើយប៉ូលីសគេទៅសួរគាត់អីចឹងណាគាត់និយាយថាគាត់ហ្នឹងហើយគឺជាសាដាអាបេគាត់និយាយចឹងហើយប៉ូលីសគេគេអត់ចង់ជឿដោយសារវាមិនដែរណាឃាតករមកសារភាពប្រាប់ប៉ូលីសភ្លាមហ្មងគាត់ដល់ប៉ូលីសទៅដល់គឺសារភាពហ្មងថាគាត់គឺជាសាដាហ្មងចឹងប៉ូលីសគេអត់ជឿទេចឹងគាត់ក៏បានយកប្រដាប់ភេទហ្នឹងឲ្យប៉ូលីសមើលយល់ដល់ណាស់គឺនៅពេលដែលគាត់សារភាពប្រាប់ប៉ូលីសហ្នឹងគឺគាត់ជឿខ្លាំងមែនតើហ្មងចឹងប៉ូលីសគេក៏បានចាប់ខ្លួនគាត់ដើម្បីមកសួរចម្លើយហើយប៉ូលីសគេក៏បានសួរថាថៃមកគេគាត់សម្រាប់Ishidaអីចឹងគឺគាត់បាននិយាយថាគាត់សម្រាប់ដោយសារតែគាត់ស្រឡាញ់ពេកគាត់មិនមែនសម្រាប់ដោយសារតែប្រចាំទេគាត់សម្រាប់ដោយសារតែស្នេហាដោយសារតែគាត់ស្រឡាញ់បានគាត់សម្រាប់ដោយសារគាត់អត់ចង់ឲ្យ Ishida ហ្នឹងទៅបានទៅលើដៃនារីណាក្រៅពីគាត់ចឹងចង់ឲ្យគាត់សម្រាប់ហើយប៉ូលីសគេសួរថាថៃបានគាត់កាត់ប្រដាប់ភេទអីចឹងគាត់និយាយថាគាត់អាចយកក្បាលឬក៏យកខ្លួន Ishida តាមខ្លួនគាត់បានទេចឹងមានតែប្រដាប់ភេទទេដែលគាត់អាចយកតាមខ្លួនគាត់បានហើយគាត់ក៏បាននិយាយប្រាប់ប៉ូលីសថានៅពេលដែលគាត់សម្រាប់ Ishida ហើយមកទៅក្រោយមកគឺគាត់មានគំរោងសម្រាប់ខ្លួនឯងប៉ុន្តែចាស់ហេងដែរដែលប៉ូលីសគឺគាត់ខ្លួនគាត់បានចំណែកការកាត់ក្តីរបស់គាត់ហ្នឹងគឺធ្វើឡើងនៅខែ11ឆ្នាំ1936ហ្នឹងទៅដែរដោយការកាត់ក្តីរបស់គាត់ហ្នឹងគឺតុលាការកាត់ក្តីគាត់ហ្នឹងជាប់គុក10ឆ្នាំប៉ុន្តែគឺគាត់ទាមទារតុលាការមកថាគាត់ចង់បានទោសប្រហារជីវិតប៉ុន្តែគឺតុលាការគឺអត់ផ្ដល់ទោសនឹងឲ្យគាត់ទេប៉ុន្តែធៀបពិតទៅគឺគាត់ជាប់គុកបានតែ5ឆ្នាំនេះគឺគាត់បានចេញពីគុកនៅក្នុងឆ្នាំ1941ពេលដែលគាត់ចេញពីគុកហ្នឹងគឺគាត់បានចូលថតចូលអីទៀតអ្នកនរគឺគាត់ចូលថតច្រើនខ្លាំងមែនតើហើយគាត់ក៏បានជីវិតរបស់គាត់ធម្មតាអញ្ចឹងទៅហើយគាត់ត្រូវបានស្លាប់នៅក្នុងឆ្នាំ1971នៅពេលដែលគាត់អាយុខ្ទង់66ឆ្នាំសាដាអាបេហ្នឹងគឺគាត់គឺជាឃាតករស្រីម្នាក់ដែលល្បីខ្លាំងមែនតើនៅក្នុងប្រទេសជប៉ុនកាលពីជំនាន់ហ្នឹងណាហើយរឿងក្តីរបស់គាត់ហ្នឹងក៏ត្រូវបានគេយកទៅថតរឿងច្រើនដែរហើយមួយក្នុងចំណោមរឿងហ្នឹងគឺរឿងដែលខ្ញុំដាក់នៅខាងលើហ្នឹងនិយាយទៅគឺគាត់ល្បីខ្លាំងហ្មងអ្នកទាំងគ្នាជាជនជប៉ុនកាលពីជំនាន់ហ្នឹងមួយណាក៏ស្គាល់សាដាអាបេដែរចំណែកឯរឿងក្តីយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងអូនមានយោបល់អីគឺអាច comment នៅក្រោមហ្នឹងបានហើយចាំជួយទៅ like Facebook page ហើយនិង follow IG របស់ខ្ញុំម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ